mà nè tặng ở kiaខ្ញុំប្រាប់ពីរបៀបប្រើវេយ្យាករណ៍អ៊ឺនឺនទេដោយមិនចាំបាច់គិតវេយ្យាករណ៍ច្រើនមិនចាំបាច់បកប្រែច្រើនពីព្រោះវាធ្វើឲ្យយើងរត់តែមិនដឹងថាប្រើបែបណាទៀតណាចាវេយ្យាករណ៍អ៊ឺនឺនទេគឺប្រើស្រួលមែនតែនតែហ្មងទី1ក្នុងករណីដែលទាំងអស់គ្នាមុនសួរចាចង់សួរអីសួរទៅស្រេចចិត្តសួរអីក៏សួរទៅប៉ុន្តែសូមបញ្ជាក់វេយ្យាករណ៍អ៊ឺនឺនទេគឺនៅកណ្ដាលអញ្ចឹងហើយបើសិនជាយើងនិយាយថាអត់ចេះវេយ្យាករណ៍អ៊ឺនឺនទេប្រយ័ត្នមិនមែនអត់ចេះដោយសារវេយ្យាករណ៍អ៊ឺនឺនទេគឺអត់ចេះអាមុខអ៊ឺនឺនទេអញ្ចឹងយើងត្រូវចេះបង្កើតប្រយោគ2សងខាងឲ្យហើយដែលរៀននៅក្នុងកម្រិត1កម្រិត1គឺរៀនអាសងខាងរៀនអានេះ1រៀនអានេះ1ដល់ពេលចូលដល់កម្រិត2វាដាក់អ៊ឺនឺនទេនៅកណ្ដាលបូកពី2បញ្ចូលគ្នាអញ្ចឹងហើយប្រយ័ត្នថាអត់ចេះវេយ្យាករណ៍អ៊ឺនឺនទេតាមពិតជួនកាលមកពីអត់ចេះអាមុខអា1នេះហើយនឹងអា1ក្រោយនេះដែលរៀននៅក្នុងកម្រិត1គឺរៀននៅពាក្យវេយ្យាករណ៍តូចទេប្រយោគ1ឯងបន្ទាប់មកចូលដល់កម្រិត2បានគេយកអា1ហ្នឹងបូកបញ្ចូលគ្នាដាក់អ៊ឺនឺនទេនៅកណ្ដាលដូច្នេះហើយបើសិនយើងនិយាយថាអត់ចេះវេយ្យាករណ៍អ៊ឺនឺនទេខ្ញុំប្រាប់ឥឡូវហ្នឹងណាតែបើថាអត់ចេះអាមុខអ៊ឺនឺនទេអូយទៅរកគ្រឹះមកសិនមកចាំស្ដាប់វេយ្យាករណ៍អ៊ឺនឺនទេគ្រឹះគឺនៅក្នុងកម្រិត1គឺគេបង្កើតប្រយោគមានលក្ខណៈប្រធាន1កិរិយាសព្ទ1ប្រធាន1កិរិយាសព្ទ1អីចឹងណាដល់ពេលអាប្រធាន1កិរិយាសព្ទ1នោះវាបូក2បញ្ចូលគ្នាដោយវេយ្យាករណ៍អ៊ឺនឺនទេនៅកណ្ដាលទៅវាទៅជាមកប្រយោគនឹងឯងវាវែងវាមានប្រធាន2ឬក៏អាចមានកិរិយាសព្ទ2អាចមានគុណនាម2នៅក្នុងនឹងអីចឹងទៅអញ្ចឹងបើសិនជាគ្រឹះគឺទៅរកនៅក្នុងកម្រិត1ហើយចំពោះវេយ្យាករណ៍អ៊ឺនឺនទេនេះគឺគេរៀននៅក្នុងកម្រិត2ហើយ3ហើយចាឥឡូវយើងចូលមកវេយ្យាករណ៍អ៊ឺនឺនទេវិញប្រើនៅពេលណាករណីទី1អ្នកទាំងអស់គ្នា1ប្រើមុនសួរចង់សួរអីសួរទៅស្រេចចិត្តចង់សួរអ្នកណាអីក៏សួរទៅណាសួរថាម៉េចឧទាហរណ៍ថាមានលុយអត់ខ្ញុំសុំខ្ចីតិចមកធូនឈប់ខ្ញុំត្រូវការលុយតាអ្នកមានលុយអត់ធូននេះ필요한데 혹시 돈 좀 거줄 수 있어요មានខ្ញុំត្រូវការលុយខ្ញុំសុំខ្ចីលុយតិចបានទេចាខ្ញុំចង់ទៅផ្សារនៅក្បែរនេះមានផ្សារដែរអត់អញ្ចឹងយើងប្រាប់ស្ថានភាពខាងមុខនេះខ្ញុំចង់ទៅផ្សារដែរនេះអូ시장에 가고 싶은데 김장떡사 시장에 가고 싶은데 혹시 근처에 시장이 있어요? 다른 그 많이 밉사 đại 엇ចាប្រយោគខាងមុខនេះគឺយើងប្រាប់ពីស្ថានភាពណាមួយប្រាប់ពីរឿងរ៉ាវណាមួយប្រាប់គេមុនទៅហើយបានយើងសួរអីចឹងណាមិនតែដល់សួរវឹបយកហ្មងឧទាហរណ៍អ្នកគ្រូមានពេលអត់선생님 시간이 있으세요មុននឹងយើងសួរសំណួរហ្នឹងយើងប្រាប់មកបន្តិចសិនមកថា선생님 제가 질문이 있는데 혹시 시간이 있으세요អ្នកគ្រូខ្ញុំមានសំណួរតិចតែអ្នកគ្រូមានពេលដែរអត់អីចឹងវាស៊ីគ្នានឹងតែម្ដងមុននឹងសួរអ្វីមួយប្រាប់គេសិនទៅថាយើងចង់ដឹងរឿងអីឧទាហរណ៍ខ្ញុំចង់ដកលុយអីចឹងឬក៏ខ្ញុំចង់ចោះឈ្មោះចូលរៀនមានឋានៈតានីដែរអត់제가 수업을 듣고 싶은데 혹시 중급 2 수업이 있어요អីចឹងណាខ្ញុំចង់រៀនតើមានឋានៈកម្រិត4ដែរអត់ឬក៏저는 수업을 듣고 싶은데 초급 1 수업 있어요មានកម្រិត1ដែរអត់អីចឹងអញ្ចឹងប្រាប់មុនហើយយើងទៅសួរអានឹងគឺវាស៊ីគ្នាតែមែនតែនតែហ្មងនៅក្នុងភាសានិយាយយើងបាច់គិតវេយ្យាករណ៍ច្រើនចាចំណុចទី2ប្រើមុនស្នើសុំមុនស្នើសុំតែមុនស្នើសុំឲ្យមុនបបួលមួយទៀតទៅព្រោះអីស្នើសុំនឹងបបួលស្នើសុំញងមុនបបួលឆង់យូរមុននឹងស្នើមុននឹងបបួលប្រាប់គេសិនផងឧទាហរណ៍배고픈데 밥 먹으러 가자អូយហេវ៉ាតោះតែញ៉ាំបាយអីបបួលឯណាស្នើអូយ돈이 없는데 돈 좀 빌려주세요ស្នើចាអញ្ចឹងវាក៏ញងមុននឹងឆង់យូរមុននឹងក្រោយហ្នឹងដាក់អ៊ឺនឺនទេនៅកណ្ដាលមកប្រាប់គេសិនមកហើយបានយើងបបួលប្រាប់គេសិនមកបានយើងទៅស្នើសុំគេអីចឹងអាហ្នឹងគឺតាមលំដាប់បន្តនៃការប្រើប្រាស់ក្នុងភាសានិយាយហើយអាហ្នឹងគឺករណីទី2ណាចូលដល់ករណីទី3ករណីទី3វារៀងលក្ខណៈប្រើនៅក្នុងសំណេរក៏បានដែរពពួកដែលមានអ្វីដែលផ្ទុយគ្នាឧទាហរណ៍ច្រើនផ្ទុយគ្នាយ៉ាងម៉េចអាមុខនិយាយបែបនេះអាក្រោយផ្ទុយគ្នាអីចឹង저는 가고 싶은데 시간이 없어요ខ្ញុំចង់ទៅដែរតែខ្ញុំអត់មានពេលទេកន្លែងហ្នឹងដែលយើងបកថាប៉ុន្តែអញ្ចឹងករណីហ្នឹងគឺប្រយោគពីរសងខាងហ្នឹងវាផ្ទុយគ្នា저는 한국어를 가르치고 있는데 제 언니는 회사에 다녀요ខ្ញុំកំពុងបរៀនភាសាកូរ៉េតែប៉ុន្តែបងខ្ញុំធ្វើការនៅក្រុមហ៊ុនអញ្ចឹងណាអញ្ចឹងវាបង្ហាញពីលក្ខណៈផ្ទុយគ្នាឬក៏ខុសគ្នាឬក៏បើមិនអញ្ចឹងទេអូខេផ្ទុយគ្នាបែបមិនទៀត방이 좋은데 집이 좋은데 월세가 좀 비싸요ប្រទេសនេះវាល្អហើយប៉ុន្តែវារៀងថ្លៃបន្តិចអញ្ចឹង좋은데ផ្ទះល្អផ្ទុយជាមួយនឹងថ្លៃវាមិនផ្ទុយគ្នាតែហ្មងទេប៉ុន្តែវាមានអត្ថន័យបង្កប់នៅរឿងដែលវាប្រច្រាស់គ្នាអញ្ចឹងដែលយើងបកថាប៉ុន្តែអានឹងករណីទី3ករណីទី4គឺប្រើសម្រាប់បូកព័ត៌មានបញ្ចូលគ្នាព័ត៌មាននៅខាងមុខខ្ញុំប្រាប់ហើយអញ្ចឹងខ្ញុំថែមព័ត៌មាននៅពីក្រោយអីបន្តទៀតឧទាហរណ៍저는
កម្ពុជាសារមីនទេណាវីរ៉ាគាត់មីរ៉ាខ្ញុំគឺជាជនជាតិខ្មែរហើយខ្ញុំមានឈ្មោះថាណាវីឧទាហរណ៍ចាទីពីឧទាហរណ៍បន្ទាប់ទៀតយើងនិយាយពីគីមឈីទៅចាគីមឈីនឹង한국 음식인데 김치는 한국 음식인데 한국 대표적인 음식인데 좀 매워요. 짱 아할은 그 프라피 김치들라는 애. 저는 한국어를 배우는데 한국어가 재미있어요. 그녀들인 비사거리 서바야 서바이 정업. 이 짱해វាបង្កប់អត្តន័យបែបហ្នឹងនៅក្នុងភាសានិយាយគេប្រើបែបហ្នឹងអញ្ចឹងបើយើងគិតទៅវិញក៏វារៀងស្មុគស្មាញបន្តិចឯងព្រោះឯ4មេរៀនចូលគ្នាមិញខ្ញុំសង្ខេបណាហើយបើបកខ្មែរទៀតរត់តែជន់ហើយជន់ប៉ុន្តែជន់ជាមួយជីម៉ាន់ជន់ជាមួយនេះជន់ជាមួយនោះដោយសារតែជន់ជាមួយនេះជាមួយនោះអាហើយជន់ជាមួយនេះជាមួយនោះអញ្ចឹងនៅពេលដែលបកខ្មែរវាកាន់តែជន់គ្នាកាន់តែច្រើនមិនដឹងប្រើពេលណាទេអញ្ចឹងរបៀបនិយាយរបស់ខ្ញុំមិញហ្នឹងគឺគេប្រើនៅក្នុងភាសានិយាយទាំងអស់គ្នាចាអរគុណច្រើននិយាយញាប់តិចហើយដោយសារតែវីដេអូអ្នកទាំងអស់គ្នាអ្នកមើលចូលចិត្តតែវីដេអូដែលខ្លីហើយខ្ញុំចង់បញ្យល់វិញក៏ប៉ុន្តែมันអាចខ្លីជាងហ្នឹងទេខ្លីអស់ហើយ5នាទីហ្នឹងឥឡូវសូមជួយមើលដល់ចប់ហើយណាអរគុណច្រើន